បាទសួស្តីបងប្អូនគ្នាបាទថ្ងៃនេះយើងមានចម្ងល់ថ្មីបាទតាក់ទងជាមួយនឹងលេខកូដដឹកជញ្ជូនបាទដែលប្លែកមកទៀតបងប្អូនបាទយើងធ្លាប់តែមាន TBKH បាទរបស់ក្រុមហ៊ុន CE ឥឡូវមានដល់ TBKH-J បាទខ្ញុំទុំទៅចូលពីកញ្ចប់ដែរបាទសម្រាប់ខែថ្មីឆ្នាំថ្មីហ្នឹងហើយបើមុនគឺចូលទៅ CE ហើយនឹង CTO តែលេខកូដថ្មីនេះគឺអត់ទាន់ដឹងបងបាទហើយមានបងប្អូនយើងច្រើនណាស់ដែលបានលេខកូដហ្នឹងបាទអញ្ចឹងខ្ញុំក៏អត់ទាន់ដឹងថាជាក្រុមហ៊ុនណាដែរដែលបានដឹកបាទមកស្រុកខ្មែរយើងហ្នឹងបាទ free ទៅនៅក្នុង KH99 របស់តៅប៉ៅអញ្ចឹងក្នុងឡុងពេលប្រហែលជាខ្ទង់2ថ្ងៃទៀតបងប្អូនបាទអីវ៉ាន់ហ្នឹងមកដល់ហើយអញ្ចឹងខ្ញុំនឹងមានចម្លើយបាទជូនបងប្អូនបាទថា TBKH-J ហ្នឹងជាក្រុមហ៊ុនមួយណាបាទព្រោះដែលខ្ញុំបានសួរបាទទៅក្នុងpage របស់ CE និង CTO ហើយបងប្អូនបាទគឺមិនមែនជាលេខកូដរបស់ក្រុមហ៊ុនគាត់ទេបាទអញ្ចឹងលេខកូដហ្នឹងប្រហែលជារបស់ JNT តាមមើលព្រោះថាមានអក្សរកាត់សរ J បាទអញ្ចឹងដូចជានៅក្នុងគេហៅនេះបងប្អូនបាទលេខកូដដឹកជូនរបស់ JNT បងប្អូនតែងតែឃើញអក្សរ J0 ពីមុខបាទអញ្ចឹងខ្ញុំគិតថា JNT ប្រហែលជាគាត់ស្នើដើម្បីដាក់ដឹកជូន direct មកដែរបាទព្រោះខ្ញុំនៅខេត្តខ្ញុំទទួលបានអីវ៉ាន់តាម CE គឺគាត់ផ្ញើតាម JNT ឲ្យហើយ CTO គឺគាត់មានសាខានៅក្បែរតែខ្ញុំដែរអញ្ចឹងបើចូល CTO គឺគាត់នឹងផ្ញើទៅកាន់CTO គ្នាគាត់បាទតែ Daylight ចូលមកកាន់ CE Express បាទគឺគាត់ផ្ញើតាម JNT ខ្ញុំបាទអញ្ចឹងគាត់ក៏មាន community ជាមួយគ្នាបាទតំណែងមួយគ្នាគាត់ផ្ញើឲ្យបាទ Daylight លេខកូដថ្មីឆ្នាំ2026ស្រាប់តែលេខកូដមានកតុយ J បងប្អូនបាទអញ្ចឹងខ្ញុំក៏ឆ្ងល់ដែរប៉ុន្តែចាំមើលតាមដានទាំងអស់គ្នាបាទព្រោះប្រហែលជាខ្ទង់2ថ្ងៃបាទ2ថ្ងៃទៀតហ្នឹងគឺអីវ៉ាន់ហ្នឹងគឺមកដល់ហើយអញ្ចឹងថាតើចាំមើលខាងណាតាក់តងមកហើយក៏គេ direct ចូលទៅ JNT ផ្ទាល់អាហ្នឹងគាត់ជាការសង្ស័យទេបាទអញ្ចឹងអីវ៉ាន់ហ្នឹងក៏ខ្ញុំនៅតែតាមមើលដែរថាវាចូលក្រុមហ៊ុនមួយណាអញ្ចឹងបងប្អូនកុំបារម្ភបាទឲ្យតែមកដល់ខ្មែរលេខរបស់យើងដែលយើងបានដាក់នៅក្នុងអាស័យដ្ឋានហ្នឹងគឺគេនឹងខលមកហើយអញ្ចឹងបងប្អូនទាំងអស់គ្នាកុំបារម្ភអីបាទហើយជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងប្រាប់ចម្លើយទាំងអស់ហ្នឹងបាទអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបាទព្រោះយើងឆ្ងល់ទាំងអស់គ្នាដែរបាទអញ្ចឹងកុំបារម្ភបងប្អូនបាទបងប្អូនឆាតសួរច្រើនគាត់បារម្ភខ្លាចអត់បានទេបាទប៉ុន្តែបងប្អូនកុំបារម្ភឲ្យតែមកដល់ខ្មែរគង់តែមានអ្នកគេតាក់ទងមកដើម្បីយកបាននឹងឲ្យទេបាទអញ្ចឹងអរគុណច្រើនបងប្អូនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ